សូមជូនរឿងមាសនៅលើកោះការត្រៀមខ្លួនទៅកាន់ការផ្សងព្រេងនៅក្នុងភូមិមួយបណ្ដាទៅតាមឆ្នេរខ្សាច់ដែលខ្យល់សមុទ្ររំលឹកអំពីរឿងរ៉ាវបុរាណមានមិត្តជិតស្និទ្ធពីរនាក់ឈ្មោះជាក់និងអូលីវើជាក់ជាមនុស្សដែលរើសតែការផ្សងព្រេងខណៈអូលីវើជាមនុស្សដែលប្រុងប្រយ័ត្ននិងស្រឡាញ់សុវត្ថិភាពថ្ងៃមួយពួកគេទាំងពីរបានរកឃើញផែនទីបុរាណក្នុងបណ្ណាល័យចាស់នៅលើផែនទីនោះមានរូបក្បាលឆ្អឹងនិងកាំបិតឆ្លងគ្នាជាសញ្ញានៃកន្លែងដែលមានមាសអំណោយបាត់បង់នៅកោះចោលយើងត្រូវទៅរកវាជាក់និយាយដោយរីករាយការធ្វើដំណើរតាមសមុទ្រពេលថ្ងៃរះពួកគេទាំងពីរបានឡើងសំពើខ្នាតតូចដែលពួកគេទើបយកបានហើយចាប់ផ្ដើមធ្វើដំណើរទៅកោះអាតកំបាំងខ្យល់ភ្លុំខ្លាំងអន្តែតសំពើហោះទៅមុខខណៈដែលជាក់កំពុងអង្រួនកង់ចង្កូតដោយសារតែភាពរំភើបនេះហើយជាការផ្សងព្រេងពិតជាក់និយាយតែក្នុងខណៈនោះអូលីវើរកមើលផែនទីហើយនិយាយថាតែយើងអាចជួបនឹងហានិភ័យដែរកោះអាតកំបាំងបន្ទាប់ពីដំណើររយៈពេលយូរកោះនោះក៏លេចចេញពីចម្ងាយវាមានភ្នំថ្មកណ្ដាលសមុទ្រនិងព្រៃភក់ដុះសម្បូរណាស់អន្តែតពុកអាប់ដូចជាកោះកំពុងឲ្យសញ្ញាណៈព្រមានកែយើងមកដល់ហើយជាក់និយាយដោយរំភើបក៏ប៉ុន្តែអូលីវើកំពុងស្ទាក់ស្ទើរអីយ៉ាមានអរិយទេនៅទីនេះគាត់និយាយស្រាលជីវិតនៅក្នុងព្រៃនៅលើកោះពិតជាក្រើកបណ្ដោយសំឡេងសត្វចម្លែកនិងពន្លឺអាតកំបាំងតាមផ្លូវដែលពួកគេដើរមានដើមឈើខ្ពស់និងផ្កាប្លែកដែលពន្លឺពណ៌ស្អាតពួកយើងត្រូវប្រុងប្រយ័ត្នអូលីវើប្រកាសតែជាក់តាមដានផែនទីហើយសម្លឹងមុខជាមួយភាពសង្ឃឹមមាសអំណោយស្ថិតនៅខាងមុខទ្វារសពកំបាំងនៅចុងបញ្ចប់នៃព្រៃមានសំណង់ថ្មបុរាណដែលពេញទៅដោយស្លឹកឈើនិងដុះឡើងដោយវ័យលើជញ្ជាំងមានរូបក្បាលឆ្អឹងចម្លាក់បញ្ចេញអារម្មណ៍អាតកំបាំងនេះហើយជាក់និយាយតែអូលីវើយកដៃចាប់ជាក់ហើយនិយាយថាប៉ុន្តែវាមិនមែនមានតែមាសទេវាមានអន្ទាក់ផងដែរអន្ទាក់នឹងការសាកល្បងនៅពេលពួកគេទម្លាក់ទៅក្នុងសណ្ដោងទឹករបស់វាការប្រកួតប្រជែងចាប់ផ្ដើមពួកគេបានឃើញព្រានឆក់ភ្លើងផ្អើលចេញពីជញ្ជាំងនិងជំហានដីកំពុងបែកបាក់ខ្ញុំដឹងហើយថាយើងនឹងជួបបញ្ហាអូលីវើច្រៀងចាំតែជាក់សើចហើយនិយាយថានេះទើបជាការផ្សងព្រេងបន្ទប់មាសអំណោយនៅចំណុចខាងមុខពួកគេឃើញប្រអប់មាសស្រស់ស្អាតជាប់នៅលើបណ្ដាញថ្មពន្លឺមាសបំភ្លឺកន្លែងនោះដល់ពេញយើងរកឃើញវាហើយជាក់និយាយតែទាំងសងខាងមានអ្វីមួយកំពុងចេញពីអាប់ការប្រកួតប្រជែងជាមួយខ្មោចចោលមួយដែលមានភ្លើងពណ៌ក្រហមនៅភ្នែកបានចេញមកគាត់និយាយថាអ្នកណាមកកោកមាសអំណោយតើអ្នកមានតម្លៃគ្រប់គ្រាន់ដើម្បីយកវាជាក់និងអូលីវើត្រូវឆ្លើយតបទៅនឹងបញ្ហានិងបញ្ចេញភាពជឿជាក់ទឹកចិត្តនិងការងារពិតជាមានតម្លៃពួកគេបានបង្ហាញស្មារតីល្អដោយមិនក្លាហានយកមាសតែម្នាក់ឯងខ្មោចចោលបង្ហាញភាពល្អនិងបាត់បង់ទៅក្នុងខ្យល់មាសអំណោយមិនសំខាន់នឹងអ្វីដែលយើងបានរៀនពីការផ្សងព្រេងអូលីវើនិយាយត្រឡប់ទៅផ្ទះជាមួយមោទនភាពពេលពួកគេត្រឡប់ទៅផ្ទះពួកគេដឹងថាមានអ្វីដែលមានតម្លៃជាងមាសអំណោយនោះគឺមិត្តភាពនិងការងារដែលមានអត្ថន័យ